ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាការពារមន្តខ្មៅមន្តគាថាការពារមន្តខ្មៅនេះគឺការពារបានជាមួយនឹងបាតអាបថ្មប់ឬក៏មនុស្សឬក៏មន្តវិជ្ជាណាដែលគេធ្វើបាបយើងពុកម៉ែបងប្អូនណាដូចជាគោបាជាដើមដែរពុកម៉ែបងប្អូនណាហ្នឹងហើយមន្តគាថានេះមុននឹងសូត្រគឺពុកម៉ែបងប្អូនទាំងអស់គ្នាសូត្រនៅនមោពុទ្ធយសទ្ធិចំនួន3ចប់សិនហើយយើងសូត្រនៅគាថានេះចំនួន7ចប់ពុកម៉ែបងប្អូនណាហ្នឹងហើយយើងសូត្រថាតាំងតិពិសោ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 ពុកម៉ែបងប្អូនណាហ្នឹងហើយសូត្ររបៀបដូចសូត្រដែលខ្ញុំបានសូត្របង្ហាញពុកម៉ែបងប្អូនណាហ្នឹងហើយបើសិនតែពុកម៉ែបងប្អូនណាដែលមិនចេះអាចស្ដាប់សំឡេងខ្ញុំសូត្របានហើយសូត្រតាមចុះអរគុណពុកម៉ែ